ជំរាបសួរនឹងទាំងអស់គ្នាជួបគ្នាម្ដងទៀតហើយជាមួយនឹងវីដេអូសម្រាប់រឿងបន្តដែលឲ្យចាក់ខភាគ6ហើយបើសិនបើគ្នាយើងដែលមិនទាន់បានមើលវីដេអូសម្រាប់ភាគមុនគឺអាចចូលទៅមើលបាននៅខាងក្នុង playlist ហើយកាន់តែងាយស្រួលអ្នកទាំងអស់គ្នាក៏អាចចុចនៅលើ link ដែលខ្ញុំបានដាក់នៅលើវីដេអូនេះក៏បានដែរឥឡូវក៏មកអ្នកទាំងអស់គ្នាទៅរងចាំយូរនឹងចង់ដឹងថាតើជាខរបស់យើងដែលមិនទៅពីអាចរត់គេចខ្លួនពីការតាមប្រមាញ់របស់បៀងការបានហើយប៉ុន្តែបែរជាត្រូវបរោះម្នាក់ចាប់គិតជិបទៅវិញអញ្ចឹងតើជាខធ្វើដូចម្ដេចទើបអាចគេចខ្លួនចេញពីបរោះម្នាក់នោះបានតោះកុំឲ្យខាត់ពេលយូរយើងមកស្ដាប់ការសម្រាយទាំងអស់គ្នាសាច់រឿងចាប់ផ្ដើមជាមួយនឹងជាខរបស់យើងដែលកំពុងជិបចំណងដោយស្នាដៃបរោះម្នាក់ជាម្ចាស់កសិដ្ឋានខណៈពេលនោះបរោះដែលជាម្ចាស់ដីកសិដ្ឋានបានដើរចូលមកដែលគេមានឈ្មោះថាអាទីឡាបានស្រីបន្ទោឲ្យជាខការដែលគាត់ចូលមកក្នុងដីកសិដ្ឋានរបស់គាត់ដោយគ្មានការអនុញ្ញាតប៉ុន្តែដោយសារអាទីឡានិយាយភាសារបស់គេអញ្ចឹងហើយជាខលអត់យល់នៅអ្វីដែលគេបាននិយាយនោះទេបន្តិចក្រោយមកអាទីឡាបានស្រែកចំណងទលាក់ជាខលនិងបានបញ្ជាឲ្យគាត់ដើរចេញទៅខាងក្រៅរៀបនឹងដើរចេញទៅក្រៅហើយអាទីឡាបានឃើញកំភ្លើងដែលជាខលលាក់ទុកនៅក្រោមច្បើងពេលមកដល់ខាងក្រៅជាខលបានយាងវល់អាទីឡាថាគាត់នឹងព្រមប្រគល់ប្រាក់មួយចំនួនទៅឲ្យគេប្រសិនបើអាទីឡាព្រមដោះលែងឲ្យគាត់មានសេរីភាពប៉ុន្តែទោះជាខខំនិយាយវល់យ៉ាងណាក៏ដោយក៏អាធីឡានៅតែមិនព្រមដដែលនេះក៏ដោយសារតែអាធីឡាអត់ចេះភាសាអង់គ្លេសនោះទេពេលទៅដល់ខាងក្នុងផ្ទះរបស់គេអាធីឡាបានខលតាក់ទងទៅបងប្រុសរបស់គេដែលមានឈ្មោះថាកាបដើម្បីប្រាប់ដំណឹងការដែលគេបានចាប់ជនបរទេសម្នាក់ជាមួយនឹងកំភ្លើងមួយដើមដែលពួកគេមិនធ្លាប់បានឃើញពីមុនមកនោះទេដោយបងប្អូនពួកគេទាំងពីរនាក់គឺសុទ្ធតែអត់ចេះភាសាអង់គ្លេសកាបបានហៅគ្នារបស់គេម្នាក់ទៀតដែលមានឈ្មោះថាឡាស្ឡូក៏ប៉ុន្តែគេអាចនិយាយភាសាអង់គ្លេសជាមួយជាខបានជាខបន្ទាប់ពីដឹងថាឡាស្ឡូអាចនិយាយភាសាអង់គ្លេសជាមួយគាត់បានសុំឲ្យឡាស្ឡូប្រាប់គ្នារបស់គេថាគាត់នឹងព្រមប្រគល់ប្រាក់ទៅឲ្យពួកគេជាថ្នូរវិញពួកគេត្រូវតែដោះលែងឲ្យគាត់មានសេរីភាពនិយាយមិនទាន់ចប់ស្រួលផងកាបូបានកញ្ចក់ទូរស័ព្ទពីឡាស្ឡូដើម្បីប្រាប់ប្អូនប្រុសរបស់គេអាធីឡាឲ្យរងចាំមួយផ្លេតបន្តិចទៀតគេនឹងទៅដល់ទីនោះហើយបន្ទាប់ពីបេះទូរស័ព្ទកាបូនិងឡាស្ឡូបានរៀបចំខ្លួនដើម្បីធ្វើដំណើរទៅរកកន្លែងដែលអាធីឡាកំពុងទៅនៅហើយពួកគេបានយកកំភ្លើងមួយដើមទៅជាមួយផងដែរប៉ុន្តែនៅតាមផ្លូវធ្វើដំណើរអ្នកទាំងពីរបានជួបជាមួយនឹងក្រុមប៉ូលីសដែលកំពុងឆែកឆេរតាមស្វែងរកអ្នកដែលបានបាញ់កាលពីយប់មិញបន្ទាប់ពីស៊ូនាំរួចហើយលោកប៉ូលីសបានផ្ដាំឆ្លើយទៅកាបូថាប្រសិនបើគេឃើញមានមនុស្សចម្លែកនៅក្នុងតំបន់ពួកគេរស់នៅត្រូវតែរាយការណ៍ទៅក្រុមប៉ូលីសជាបន្ទាន់ត្រឡប់មកមើលអាទីឡាវិញកំពុងតែរងចាំបងប្រុសរបស់គេមកដល់អាទីឡាបានយកនំប៉័ងមួយដុំទៅឲ្យជាខលហូបប៉ុន្តែជាខលបានបដិសេធមិនព្រមហូបនំប៉័ងនោះទេអាទីឡានៅពេលដែលជាខលនៅតែរឹងទទឹងមិនព្រមហូបនំប៉័ងរបស់គេក៏កើតចិត្តខឹងសម្បានិងចាប់យកនំប៉័ងនោះទៅបញ្ចុកជាខលរបស់យើងទៅបង្ខំជាខលឆ្លៀតពេលនោះគាត់បានយកក្បាលរបស់គាត់បោកជាមួយអាទីឡាដែលធ្វើឲ្យគេដេកសន្លប់ហើយបន្ទាប់មកជាខលបានប្រើកាបិតរបស់អាទីឡាមកចាក់សម្លាប់គេឲ្យដេកស្លាប់នៅទីនោះទៅបន្ទាប់ពីចាត់ការអាទីឡារួចរាល់ហើយជាខលបានរៀបចំអីវ៉ាន់របស់គាត់និងប្រញាប់ប្រញាល់ចាក់ចេញពីទីនោះខណៈពេលនោះកាបូនិងឡាស្ឡូក៏បានមកដល់ជាខលពេលឃើញអញ្ចឹងគាត់ក៏បានអោនកិច្ចពីពួកគេទាំងពីរនាក់នៅក្នុងឡានមួយកាបូបន្ទាប់ពីដើរចូលទៅក្នុងផ្ទះបានបន្តិចគេបានឃើញសាកសពប្អូនប្រុសរបស់គេដែលកំពុងដេកស្លាប់ហើយកាបូក៏បានស្រែកឆោឡោនៅតាមស្វែងរកជាខលស្រាប់ពេលនោះជាខលបានបញ្ឆេះឡានឲ្យវាឆេះបានសម្រេចប៉ុន្តែគាត់បានអាយ៉ៃថយក្រោយទៅបកនឹងដើមឈើកាបូពេលឃើញអញ្ចឹងគេបានកេះកៃបាញ់សម្ដៅទៅជាខលចំនួន2គ្រាប់ប៉ុន្តែជាសំណាងល្អដែលជាខលគ្មានគ្រោះថ្នាក់អីនោះទេបន្ទាប់មកកាបូបានដើរទៅជិតឡាននោះដើម្បីពិនិត្យមើលថាតើជាខលស្លាប់ឬមួយក៏រស់ប៉ុន្តែភ្លាមនោះជាខលដែលពូននៅម្ខាងឡានគាត់បានបាញ់បំបាក់ជើងរបស់កាបូហើយបន្ទាប់មកជាខលក៏បានបញ្ចប់ជីវិតកាបូម្នាក់ទៀតឡាស្ឡូបាននិយាយសុំទោសនិងអង្វរជាខលឲ្យទុកជីវិតឲ្យគាត់ជាខលបានយល់ព្រមទុកជីវិតឲ្យគេប៉ុន្តែគាត់បានបញ្ជាឲ្យឡាស្ឡូបើកឡាននាំគាត់ចាក់ចេញពីទីនោះងាកមកមើលក្រុមរបស់បៀងការវិញដែលនៅពេលនេះនាងគឺកំពុងស្ថិតនៅអគាររបស់ Norman ដើម្បីប្រម៉ែប្រមូលផុសតាងក្រែងលោមានអ្វីដែលជាប់ទាក់ទងជាមួយនឹងចាស់ខលខណៈពេលនោះកូនចៅរបស់នាងបានយកដំណឹងដែលខាងក្រុមប៉ូលីសបានរកឃើញសាកសពបរិសុទ្ធ2នាក់ដែលស្លាប់ដោយការបាញ់សម្លាប់ហើយវាមានចម្ងាយប្រហែលជា10គីឡូម៉ែត្រពីកន្លែងពួកគេចំពោះបៀងការវិញបន្ទាប់ពីឮដូចនោះហើយនាងគឺប្រកាសណាស់ថានេះគឺជាស្នាដៃរបស់ចាស់ខលជាមិនខានហើយនាងក៏ប្រញាប់ប្រញាល់ធ្វើដំណើរទៅទីនោះក្រឡេកមកមើលជាខលនៅតាមផ្លូវធ្វើដំណើរកិច្ចខ្លួនវិញជាខលបានខ្ចីទូរស័ព្ទរបស់ Leslo ដើម្បីខលទៅប្រពន្ធរបស់គាត់ណូរីខណៈពេលដែលណូរីកំពុងរងចាំមេធាវីរបស់នាងដើម្បីដាក់ពាក្យបណ្ដឹងលេងលះជាមួយនឹងជាខលនៅពេលណូរីលើកទូរស័ព្ទរបស់គាត់ហើយជាខលបាននិយាយសុំទោសចំពោះរឿងដែលបានកាត់ឡើងកន្លងមកហើយនៅពេលនេះគាត់បានបង្កើតបញ្ហាដ៏ធំមួយដោយសារតែការធ្វេសប្រហែសរបស់គាត់ហើយគិតខលតាក់ទងទៅនេះគឺគ្រាន់តែចង់ឮសំឡេងរបស់ណូរីជាលើកចុងក្រោយព្រោះគាត់មិនបានដឹងថាពេលណាទើបអាចវិលត្រឡប់ទៅរកណូរីវិញនោះទេណូរីបន្ទាប់ពីស្ដាប់ឮសំឡេងប្តីរបស់នាងដែលនិយាយតិចដែលហាក់មើលទៅដូចជាខលកំពុងអស់សង្ឃឹមនាងបានសួរជាខលថាមានរឿងអ្វីកើតឡើងចំពោះគាត់
ហើយនៅពេលនេះជេខលនៅឯណាដោយការទទូចសួរដដែលពីនូរីជេខលក៏សម្រេចចិត្តប្រាប់នាងថានៅពេលនេះគាត់គឺនៅទីក្រុងប៊ូដាផេសនៃប្រទេសហុងគ្រីបន្ទាប់មកនូរីថានាងនឹងធ្វើដំណើរទៅទីនោះដើម្បីទៅរកជេខលហើយនូរីបន្ថែមទៀតថាតើមានអ្វីដែលនាងអាចជួយជេខលបានទៀតដែរឬអត់ជេខលបានតបវិញថាគាត់មានរឿងមួយដែលចង់ពឹងពាក់នូរីឲ្យជួយគាត់ហើយជេខលរបស់យើងក៏ចាប់ផ្ដើមប្រាប់នូរីអំពីបន្ទប់សម្ងាត់មួយដែលគាត់សង់វាឡើងនៅក្នុងបន្ទប់ធ្វើការរបស់គាត់ប៉ុន្តែនូរីបាននិយាយកាត់ថានាងបានដឹងអស់ហើយទាក់ទងនឹងបន្ទប់សម្ងាត់មួយនោះហើយនៅពេលនេះជេខលត្រូវការអ្វីប្រាប់នាងមកចាំនាងយកទៅឲ្យជេខលគិតមួយសន្ទុះគាត់បានតបវិញថាគាត់ត្រូវការសម្ភារៈសម្រាប់តុបតែងខ្លួននិងលិខិតឆ្លងដែនបន្ទាប់មកទៀតនូរីបានបញ្ញាទៅហៅម្ដាយរបស់នាងដែលកំពុងឈរនិយាយជាមួយនឹងលោកមេធាវីទាក់ទងទៅនឹងប្រាក់សំណងបន្ទាប់ពីនូរីហើយនិងជេខលលែងលះគ្នាដាច់ស្រេចកាត់មកអង្គភាព MI6 វិញ Isabel បានកោះហៅអូស៊ីស្តាឲ្យមកជួបនិយាយគ្នាទាក់ទងទៅនឹងការស្លាប់របស់ Norman ហើយគាត់បានសួរបន្តទៀតថាតើបេសកកម្មរបស់ប៊ីយ៉ាងកាលើកហ្នឹងទទួលបានជោគជ័យដែរឬទេអូស៊ីស្តាបានតប Isabel វិញថាចំពោះបេសកកម្មលើកហ្នឹងអាចចាត់ទុកបានថាទទួលបានភាពជោគជ័យនេះក៏ដោយសារតែប៊ីយ៉ាងកាអាចរកឃើញកន្លែងរាក់ខ្លួនរបស់ Norman ហើយអ្វីដែលសំខាន់មួយទៀតក្រុមរបស់ពួកគេចិត្តទទួលបាន DNA របស់ Jacob ហើយ Isabel បានសួរ Assista អំពីប៊ីយ៉ាងកាតើនាងនៅឯណាក៏ប៉ុន្តែ Isabel មានប្រតិបត្តិការថ្មីមួយក្នុងការតាមចាប់ Jacob ដែលគាត់ដាក់ឈ្មោះវាថា Anubis ហើយអ្នកដែលដឹកនាំបេសកកម្មមួយនេះគឺជាប៊ីយ៉ាងកានឹងឯង Assista បន្ទាប់ពីចេញកន្លែងនោះបានបន្តិចស្រាប់តែមានលេខមួយបានផ្ញើសារមកគាត់ដែលនៅក្នុងសារនោះគឺនិយាយតាក់ទងទៅនឹង UDC ត្រឡប់មកមើលប៊ីយ៉ាងកាវិញបន្ទាប់ពីនាងទៅដល់កន្លែងដែលក្រុមប៉ូលីសបានរកឃើញសាកសពហើយយើងក៏បានដឹងដែរថាសាកសពបរិសុទ្ធទាំងពីរនាក់ហ្នឹងគឺជាកាបូលនិងអាទីឡាអញ្ចឹងការសន្និដ្ឋានរបស់ប៊ីយ៉ាងកាគឺពិតជាត្រឹមត្រូវដែលថានេះគឺជាថ្មីដៃរបស់ជាខរបស់យើងស្រាប់ពេលនោះអូស៊ីស្តាបានខលតាក់ទងទៅប៊ីយ៉ាងកានិងប្រាប់ឲ្យនាងនិង Vincent ប្រញាប់ធ្វើដំណើរត្រឡប់មកទីក្រុង London វិញដោយ Isabel មានបំណងចង់ឲ្យប៊ីយ៉ាងកាធ្វើជាមេដឹកនាំក្នុងប្រតិបត្តិការតាមចាប់ជាខដែលប្រតិបត្តិការមួយនេះមានឈ្មោះថា Anubis ប៉ុន្តែប៊ីយ៉ាងកាបានបដិសេធពីព្រោះឥឡូវហ្នឹងជាខគឺកំពុងតែលាក់ខ្លួននៅទីនេះហើយនាងគឺគ្រាន់តែចង់ចាប់ជាខឲ្យបានមុនពេលដែលនាងធ្វើដំណើរត្រឡប់ទៅទីក្រុង London វិញប៉ុន្តែទោះជាយ៉ាងណាក៏ដោយក៏អូស៊ីស្តាមិនបានស្លាប់ហេតុផលរបស់ប៊ីយ៉ាងកានោះទេដោយអូស៊ីស្តាបានបញ្ជាឲ្យប៊ីយ៉ាងកាគឺត្រូវតែត្រឡប់មកអង្គភាពរបស់ពួកគេវិញជាដាច់ខាតដោយសារតែនេះគឺជាបញ្ជារបស់ថ្នាក់លើអញ្ចឹងហើយប៊ីយ៉ាងកាគឺគ្មានជំរឿអីក្រៅពីធ្វើដំណើរត្រឡប់ទៅទីក្រុង London វិញនោះទេកលេចមកមើលគោលដៅធំរបស់ជាខវិញដែលមនុស្សម្នាក់នោះគឺជា UDC នឹងឯងដោយនៅពេលនេះ UDC បានចូលរួមប្រជុំជាមួយនឹងម្ចាស់ភាគហ៊ុនធំនៅក្នុងក្រុមហ៊ុនរបស់គាត់អ្នករាល់គ្នាកំពុងតែព្រួយបារម្ភចំពោះកម្មវិធី The River របស់ UDC នឹងគឺវាមិនអាចដំណើរការបានជោគជ័យនោះទេក៏ប៉ុន្តែពេលនេះម្ចាស់ភាគហ៊ុនធំមួយចំនួនបានដកភាគហ៊ុនរបស់ពួកគេទៅវិញដែលធ្វើឲ្យភាគហ៊ុននៅក្នុងក្រុមហ៊ុនរបស់ពួកគេធ្លាក់ចុះ 17% ប៉ុន្តែទោះជាយ៉ាងណាក៏ដោយក៏ UDC មិនបានចាប់អារម្មណ៍ទៅនឹងពាក្យសម្ដីរបស់ពួកគេនោះទេដោយ UDC គ្រាន់តែនិយាយថាគាត់នឹងដាក់ដំណើរការកម្មវិធី The River ទៅតាមថ្ងៃដែលគាត់បានប្រកាសហើយបន្ទាប់មកគាត់ក៏បានចុចបិទការប្រជុំនោះទៅបន្ទាប់មកទៀត UDC បានទៅសាកនិយាយសមនៅមុខកញ្ចក់ការពារគ្រប់កំភ្លើងដែលអង្គគ្រារបស់គាត់បានរៀបចំទុកឲ្យនៅកំឡុងពេលសម Kate បានព្យាយាមប្រាប់ឲ្យ UDC ឈរនៅជិតកញ្ចក់ដើម្បីការពារសុវត្ថិភាពរបស់គាត់កាត់មកទីក្រុង Budapest នៃប្រទេសហុងគ្រីវិញដែលនៅពេលឥឡូវនេះខាងក្រុមអ្នកសារព័ត៌មានបានចុះផ្សាយថាJacob គឺជាកេរ្តិ៍ករដែលបានសម្លាប់បរិសុទ្ធពីរនាក់នៅក្នុងកសិដ្ឋានរបស់ពួកគេហើយព័ត៌មាននេះបានល្បីរន្ទឺពាសពេញប្រទេសហុងគ្រីហើយក្រុមប៉ូលីសបានព្យាយាមស្វែងរក Jacob របស់យើងគ្រប់ទីកន្លែងងាកមកមើល Jacob ដែលកំពុងធ្វើដំណើរនៅក្នុងឡានជាមួយ Leslie វិញកំឡុងពេលធ្វើដំណើរ Jacob បានសួរ Leslie អំពីទំនាក់ទំនងរបស់គេជាមួយនឹងបងប្អូនរបស់ Gabor ថាពួកគេត្រូវជាអ្វីនឹងគ្នា Leslie បានតបវិញថាគាត់គឺគ្រាន់តែជាអ្នកធ្វើការឲ្យពួកគេទាំងពីរនាក់តែប៉ុណ្ណោះបន្ទាប់មក Leslie បាននិយាយទៅកាន់ Jacob ទាំងភ័យរញ៉ាក់រញ័រថាបើមើលតាមទឹកមុខរបស់ Jacob មិនសមជាកេរ្តិ៍ករឈាមត្រជាក់នោះទេ Jacob កាលដែល Leslie និយាយដាក់គាត់បែបនេះវាចាប់ផ្ដើមធ្វើឲ្យគាត់នឹកស្រមៃទៅដល់ថ្ងៃដែលគាត់ទៅបំពេញបេសកកម្មនៅប្រទេសតាលីបង់បន្តិចក្រោយមក Jacob បានឲ្យ Leslie ឈប់ឡាននៅខាងក្រោមស្ពានមួយកន្លែងហើយនៅទីនោះ Leslie បានចាប់ផ្ដើមយំនិងនិយាយអង្វរ Jacob កុំឲ្យសម្លាប់គេក៏ប៉ុន្តែគេមានប្រពន្ធនិងកូនដែលកំពុងរងចាំនៅឯផ្ទះ Jacob យល់ព្រមមិនសម្លាប់គេនោះទេប៉ុន្តែ Jacob បានប្រមាន Leslie ថាបើសិនបើជាគេហ៊ានយករឿងរបស់គាត់ទៅប្រាប់ក្រុមប៉ូលីសនោះគ្នារបស់គាត់នឹងទៅសម្លាប់ក្រុមគ្រួសាររបស់ Leslie ចោលជាមិនខានបន្ទាប់មក Jacob បានទៅហាងអ៊ីនធឺណិតមួយកន្លែងហើយគាត់ក៏បានឃើញសាររបស់ Sina បានផ្ញើមកឲ្យគាត់ដែលនៅក្នុងពេលនេះចៅហ្វាយរបស់ Sina បានដឹងថា Jacob គឺកំពុងស្នាក់នៅទីក្រុង Budapest ដែលដំណឹងមួយនេះធ្វើឲ្យចៅហ្វាយរបស់នាងគឺចាប់ផ្ដើមមិនសូវទុកចិត្តទៅលើ Jacob ម្ដងទៀតដោយពួកគេគិតថា Jacob គឺកំពុងតែរត់គេចខ្លួន
ជាខបានប្រាប់ស៊ីណាថាកុំបារម្ភអីគាត់នឹងត្រឡប់ទៅចាត់ការគោលដៅរបស់គាត់វិញឲ្យបានទាន់ពេលវេលាកំឡុងពេលនោះជាខបានទទួលសារពីនូរីដែលគណៈពេលនេះនាងបានមកដល់ទីក្រុងប៊ូដាផេសហើយជាខក៏បានផ្ញើសន្តាគារដែលកើតស្នាក់នៅទៅឲ្យនូរីដើម្បីឲ្យនាងទៅជួបគាត់នៅទីនោះនៅពេលបន្ទាប់នូរីបានទៅដល់បន្ទប់សន្តាគារប្តីរបស់នាងហើយជាខបាននិយាយអរគុណនិងប្រាប់ឲ្យប្រពន្ធរបស់គាត់ឆាប់ត្រឡប់ទៅវិញក៏ព្រោះតែជាខខ្លាចនូរីមានគ្រោះថ្នាក់ចំពោះនូរីវិញនាងមិនទាន់ចង់ត្រឡប់ទៅវិញនោះទេហើយឥឡូវនេះនាងក៏មានអារម្មណ៍ក្រិនបើបន្តិចដែរបន្ទាប់ពីបានឃើញស្ថានភាពរបស់ជាខហើយបន្ទាប់មកនាងទាំងពីរបានអោបគ្នាដោយក្តីនឹករលឹកគ្នាទៅវិញទៅមកបន្តមកទៀតជាខបានធ្វើការសម្អាតខ្លួនដើម្បីត្រៀមតុបតែងមុខមាត់របស់គាត់ទៅជាមនុស្សមួយផ្សេងទៀតកំឡុងពេលនោះនូរីបានសួរជាខថាហេតុអ្វីបានជាគាត់ចាំបាច់ត្រូវតែខ្លាយបន្លំអត្តសញ្ញាណរបស់គាត់ជាខឆ្លើយវិញថានេះក៏ដោយសារតែឥឡូវហ្នឹងគឺកំពុងមានមនុស្សតាមស្វែងរកគាត់ទើបតម្រូវឲ្យគាត់តុបតែងខ្លួនបែបហ្នឹងគឺដើម្បីងាយស្រួលក្នុងការចាក់ចេញពីទីនេះនូរីបានសួរជាខមួយសំណួរទៀតថាហេតុអ្វីបានជាភារកិច្ចមួយនេះសំខាន់សម្រាប់ជាខតបទៅប្រពន្ធរបស់គាត់វិញថាវាពិតជាសំខាន់ណាស់សម្រាប់គាត់ប៉ុន្តែជាខរបស់យើងមិនបានប្រាប់ទៅនូរីថាប្រសិនបើគាត់មិនបំពេញភារកិច្ចមួយនេះឲ្យចប់សពគ្រប់ទេវានឹងមានរឿងឲ្យកាត់ឡើងចំពោះក្រុមគ្រួសាររបស់គាត់បន្ទាប់មកនូរីបានសុំឲ្យជាខតុបតែងខ្លួនឲ្យនាងមើលក៏ពោលតែនាងចង់ដឹងថាការតុបតែងបន្លំខ្លួនរបស់ជាខវាយ៉ាងម៉េចហើយជាខរបស់យើងបានតុបតែងមុខមាត់របស់គាត់ដូចជាបរិសុទ្ធចំណាម្នាក់ហើយទាំងពីរអ្នកប្តីប្រពន្ធបានធ្វើដំណើរទៅប្រលានយន្តហោះដោយជាខធ្វើដំណើរទៅទីក្រុង Tallinn នៃប្រទេសអេស្តូនីរីឯនូរីត្រឡប់ទៅផ្ទះរបស់នាងនៅប្រទេសអេស្ប៉ាញស្របពេលនោះបៀងកានិង Vincent ក៏នៅប្រលានយន្តហោះដូចគ្នាដែលពួកគេទាំងពីរនាក់ត្រៀមខ្លួនហោះហើរត្រឡប់មកទីក្រុង London វិញក្រឡេកមកមើលអង្គភាព MSH វិញអូស៊ីស្តាបានយកដំណឹងដែលគាត់ទទួលបានអំពី UDC ទៅដាក់ដំណើរការកម្មវិធី The River នៅទីក្រុង Tallinn មកប្រាប់ Isabel ដែលគាត់សង្ស័យថាជាខនឹងធ្វើដំណើរទៅទីនោះដូចគ្នា Isabel គិតមួយសន្ទុះគាត់បានឲ្យអូស៊ីស្តាខលទាក់ទងទៅបៀងកាដើម្បីឲ្យនាងបដូរជើងហោះហើរពីទីក្រុង London ទៅទីក្រុង Tallinn វិញហើយនេះគឺជាសំណាងអាក្រក់របស់ជាខដែលតម្រូវឲ្យគាត់ធ្វើដំណើរនៅក្នុងយន្តហោះតែមួយជាមួយនឹងក្រុមប៉ូលីសដែលកំពុងតាមចាប់គាត់ហើយម្យ៉ាងវិញទៀតក្អីដែលបៀងកាអង្គុយគឺនៅខាងមុខក្អីរបស់ជាខដែលធ្វើឲ្យជាខរបស់យើងគឺមានភាពតានតឹងនៅក្នុងចិត្តមែនទែនមួយសន្ទុះក្រោយមកយន្តហោះរបស់ពួកគេបានធ្វើដំណើរទៅដល់ទីក្រុង Tallinn បានសម្រេចហើយពួកគេម្នាក់ៗក៏បានធ្វើដំណើរបន្តទៅសន្តាគាររបស់ពួកគេរៀងៗខ្លួនពេលទៅដល់បន្ទប់សន្តាគារជាខបានដោះស្បែកមុខคล้ายៗរបស់គាត់ចេញខណៈពេលនោះមានសមត្ថកិច្ចពីរនាក់បានទៅគោះទ្វាររបស់គាត់ដែលពួកគេកំពុងស៊ើបអង្កេតទាក់ទងទៅនឹងចោរកម្មដែលបានកាត់ឡើងនៅជាន់ខាងលើនៃសន្តាគារមួយនោះមុនដំបូងលោកប៉ូលីសបានសុំពិនិត្យអត្តសញ្ញាណប័ណ្ណរបស់ជាខនិងបានសួរថាគាត់មកទីនេះធ្វើអ្វីជាខបានតបទៅក្រុមប៉ូលីសវិញថាគាត់គឺជាវិស្វករហើយគាត់មកទីនេះគឺគិតតែធ្វើចំនួនតែប៉ុណ្ណោះដោយនៅតែមានចិត្តសង្ស័យប៉ូលីសស្រីបានសុំលេខទូរស័ព្ទរបស់ជាខដោយនាងបាននិយាយថាប្រសិនបើជាមានរឿងឲ្យកាត់ឡើងវាងាយស្រួលក្នុងការតាក់ទងហើយវាមិនចាំបាច់ឲ្យខាងក្រុមប៉ូលីសមកបន្ទប់របស់ជាខផ្ទាល់នោះទេជាខដោយមិនអាចប្រកែកជាមួយនឹងការស្នើសុំរបស់ប៉ូលីសទាំងពីរនាក់ហើយគាត់ក៏សម្រេចចិត្តឲ្យលេខទូរស័ព្ទរបស់គាត់ឲ្យទៅប៉ូលីសហើយប៉ូលីសស្រីបានខលទៅលេខនោះដើម្បីឲ្យប្រកាសថាតើវាគឺជាលេខរបស់ជាខមែនដែរឬអត់បន្ទាប់ពីខលចូលទូរស័ព្ទដៃរបស់ជាខហើយប៉ូលីសទាំងពីរនោះបានធ្វើដំណើរចាក់ចេញពីទីនោះបន្តមកទៀតជាខបានខលទៅ Rasmus ហើយជាខក៏បានបន្តប្រើអត្តសញ្ញាណคล้ายៗរបស់គាត់ដែលមានឈ្មោះថា Peter ដោយកាលពីពេលមុនជាខបានណាត់ឲ្យ Rasmus មកជួបគាត់នៅក្នុងបារមួយកន្លែងនៅទីនោះអ្នកទាំងពីរបាននិយាយសន្ទនាគ្នាយ៉ាងសប្បាយរីករាយបន្ទាប់មក Rasmus បានអនុញ្ញាតឲ្យជាខមកស្នាក់នៅក្នុងបន្ទប់របស់គាត់ហើយ Rasmus បានដើរទៅអង្គុយជិតជាខនិងអង្អែលក្បាលរបស់គាត់នៅត្រង់កន្លែងនេះយើងក៏បានរកឃើញថា Rasmus គឺជាមនុស្សប្រុសស្រឡាញ់ប្រុសដូចគ្នាហើយបន្ទាប់មកអ្នកទាំងពីរក៏បានថើបគ្នានៅទីនោះទៅហើយនៅពេលនេះសាច់រឿង The Day of Richard ខភាគ6របស់យើងបានមកដល់ទីបញ្ចប់ហើយអញ្ចឹងយើងមានតែរងចាំមើលទាំងអស់គ្នាថា Rasmus មានអ្វីសំខាន់ទើបជាខរបស់យើងធ្វើបែបនេះជាចុងក្រោយខ្ញុំសូមអរគុណអ្នកទាំងអស់គ្នាដែលបានតាមដានវីដេអូនេះតាំងពីដើមរហូតដល់ចប់ជួបគ្នាម្ដងទៀតនៅវីដេអូក្រោយ